គម្រោង Red Book កៅសីមាជួយកសិករបង្កើនមុខរបរចិញ្ចឹមមាន់និងជួយដល់ជីវភាពរស់នៅរបស់ប្រជាសហគមន៍គម្រោង Red Book បានជួយបង្កើនការងារដល់កសិករជាច្រើនគ្រួសារក្នុងការបង្កើតមុខរបរសម្រាប់ការរកប្រាក់ចំណូលបន្ថែមក្នុងគ្រួសារក្នុងនេះដូចជាការចិញ្ចឹមមាន់ចិញ្ចឹមត្រីចិញ្ចឹមជ្រូកចិញ្ចឹមគោនិងការដាំបន្លែច្រើនមុខដែលមិនត្រឹមតែបង្កើតការងារដល់ប្រជាពលរដ្ឋតាមឃុំទេតែជួយទៅដល់ជីវភាពល្អប្រសើរចាំបាច់អាស្រ័យលើការចូលព្រៃកាប់បំផ្លាញព្រៃឈើនិងចូលព្រៃចាប់សត្វដូចជាមុនទៀតឡើយRed Book មានគោលបំណងធំពីរគឺការពារព្រៃឈើឲ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ជាតិនិងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលនៅក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុអ្នកស្រីហាងឌីយ៉ាកសិករភូមិអណ្ដូងក្រលឹងឃុំសែនមនោរម្យស្រុកអូរាំងខេត្តមណ្ឌលគិរីបានបញ្ជាក់ថាការចិញ្ចឹមមាន់រយៈពេល1ឆ្នាំមកនេះបានធ្វើឲ្យគ្រួសារអ្នកស្រីបានរកចំណូលមួយបន្ថែមទៀតដែលអាចបំពេញបន្ថែមនូវថវិកាក្នុងគ្រួសារហើយស្វាមីអ្នកស្រីអាចប្រកបរបរនៅក្បែរផ្ទះមិនចាំបាច់ចាកចេញពីស្រុកកំណើតទៅប្រកបមុខរបរឆ្ងាយផ្ទះសម្បែងទៀតឡើយការចិញ្ចឹមមាន់ជាង100ក្បាលនៅក្នុងមួយខែអ្នកស្រីអាចរកចំណូលបានជាង50,000រៀលក្នុងនេះអាចលក់មាន់1គីឡូក្រាម20,000រៀលនិងពងមាន់វិញលក់ក្នុងមួយគ្រាប់600រៀលចំពោះការចិញ្ចឹមមាន់សាច់ត្រឹមរយៈពេល3ខែអាចចាប់លក់បានហើយដោយក្នុងមួយក្បាលទម្ងន់ជាង1គីឡូក្រាមលោកខៀវសំណាងទីប្រឹក្សាផ្នែកលើកម្ពុជាជីវភាពគ្រួសារសហគមន៍មូលដ្ឋានរបស់អង្គការសហគមន៍អភិវឌ្ឍសត្វព្រៃ WCS បានឲ្យដឹងថាគម្រោង Red Book មានគោលបំណងសំខាន់គឺជួយដល់បងប្អូនកសិករដែលមានចំនួន21ភូមិឲ្យមានមុខរបរបង្កើនចំណូលនិងមានការងារធ្វើក្នុងការបង្កើតមុខរបរចិញ្ចឹមមាន់នេះគម្រោងមិនត្រឹមតែជួយថ្នាំចំណីសំណាញ់និងបង្កើតទ្រុងឲ្យទេនៅជួយក្នុងបច្ចេកទេសពិធីព្យាបាលមាន់ឈឺដើម្បីឲ្យការចិញ្ចឹមទទួលជោគជ័យទៀតផងលោកខៀវសំណាងបានឲ្យដឹងថាក្នុងគម្រោង Red Book នេះបានចាប់ផ្ដើមឲ្យប្រជាកសិករចិញ្ចឹមមាន់ដាំបន្លែពីឆ្នាំ2022មកដល់ពេលនេះមាន21ភូមិដែលគម្រោង Red Book បានជួយដល់កសិករសម្រាប់នៅខេត្តមណ្ឌលគិរីនេះស្រុកចំនួន4ដែលគម្រោង Red Book បានជួយសម្រាប់ការចិញ្ចឹមសត្វមាន់ចិញ្ចឹមត្រីចិញ្ចឹមគោចិញ្ចឹមជ្រូកក្រៅពីនេះក៏មានការដាំបន្លែដូចជាដាំត្រកួនដាំត្រសក់សណ្តែកគួរឆៃថាវការ៉ុតជាដើមសូមជម្រាបជូនថាដែនជម្រកសត្វព្រៃកៅសីមាគ្របដណ្ដប់លើផ្ទៃដី317,456 ហិកតាស្ថិតនៅភាគខាងកើតប្រទេសកម្ពុជាដោយមួយផ្នែកធំស្ថិតនៅក្នុងខេត្តមណ្ឌលគិរីនិងមួយផ្នែកតូចស្ថិតនៅក្នុងខេត្តក្រចេះអង្គការសហគមន៍អភិរក្សសត្វព្រៃ WCS សហការជាមួយក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្ដាលមកពីការបាត់បង់ព្រៃឈើនិងការរិចរិលនៃព្រៃឈើ Red Book នៅក្នុងដែនជម្រកសត្វព្រៃកៅសីមានិងសម្របសម្រួលគៀងគរមូលនិធិសម្រាប់ការគ្រប់គ្រងដែនជម្រកសត្វព្រៃកៅសីមាពីអ្នកផ្ដល់ជំនួយដូចជាUSAID AFD UFSWS Campus UNDP MRLG និងគម្រោង Red Book កៅសីមាគម្រោងនេះផ្ដោតទៅលើសកម្មភាពសំខាន់ៗដូចជាពង្រឹងសមត្ថភាពអនុវត្តច្បាប់ការគ្រប់គ្រងធនធានធម្មជាតិដែលដឹកនាំដោយសហគមន៍មូលដ្ឋានការលើកកម្ពស់ជីវភាពសហគមន៍និងការស្រាវជ្រាវនិងត្រួតពិនិត្យតាមដានជីវៈចម្រុះជាដើម